và chúng số bọn mày bọn ngọc nè tờ mơ bị scam pageក្នុងការដាក់ចំបើងទៅលើលឹករបស់យើងជាងដល់ថ្ងៃថាអាលឹកគឺនៅពេលដែលយើងអត់បានដាក់ទ្របអីចឹងផ្លែរបស់វាគឺចាប់ដើមអាលួយឬក៏មានសត្វអីទៅវាចោះផ្លែបាទពុកម៉ែបងប្អូនឬមួយក៏អាចបង្កដោយពួកផ្សេងឃើញថាមួយរយៈហ្នឹងគឺមានភ្លៀងកក់ខែចឹងទៅលឹករបស់យើងគឺវាអាចនឹងមានទឹកជាប់អីចឹងបាទទោះបីយើងដាំនៅតំបន់យើងគឺវាដក់ទឹកបាទពុកម៉ែបងប្អូនអញ្ចឹងយើងធ្វើការរៀបផ្លែដាក់ជាឬក៏យើងអាចមានកញ្ច្រែងឬក៏ក្រាលជាចំបើងក៏បានដូចខ្ញុំនេះគឺខ្ញុំជ្រើសរើសយកការក្រាលជាចំបើងបាទពុកម៉ែបងប្អូនឃើញថាលឹករបស់យើងគឺវាចាប់ផ្ដើមផ្លែគឺធំល្អមែនតើនៅកន្លែងនេះបាទពុកម៉ែបងប្អូនហើយអ្វីដែលសំខាន់បំផុតហ្នឹងគឺពេលដែលភ្លៀងក៏សក្ខែគឺយើងតែងតែជួបប្រទេសឲ្យពពួកផ្សារបាក់តេរីអីគឺវាតែងតែមកបំផ្លាញទៅលើដំណាំរបស់យើងមិនថាដំណាំអ្វីទេបាទពុកម៉ែបងប្អូនហើយនៅទីនេះគឺយើងគឺមានជំងឺច្រើនមែនតើទី1គឺជំងឺផ្សិតដែលបង្កឡើងអំពីការធ្លាក់ភ្លៀងឬក៏សើមប្រៃផងដែរបាទពុកម៉ែបងប្អូនហើយអាលឹករបស់យើងគឺឃើញថាវាកាន់ផ្លែបានល្អបាទនេះគឺជាជំងឺបាទគឺផ្សិតឬក៏ក្នុងនេះគឺមានជំងឺច្រើនមែនតើបាទពុកម៉ែបងប្អូនមានតាំងវីរុសដោយសារវីរុសនោះគឺវាបង្កឡើងដោយពពួកសត្វល្អិតដូចជាសត្វទ្រីបរុយសជាដើមបាទពុកម៉ែបងប្អូនប៉ុន្តែកាលេខមើលផ្លែលឹករបស់យើងក៏វាទោះបីវាជួបជំងឺបែបណាក៏វាអាចផ្លែរបស់វាគឺក្រូនបើបាទពុកម៉ែបងប្អូនឃើញថាពួកគាត់គឺសកម្មភាពមែនតើក្នុងការដកស្មៅឬក៏ដាក់ជីផងដែរនៅទីនេះហើយក៏យើងធ្វើការតាមដាន